សួស្តីអ្នកទាំងគ្នានៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងធ្វើការបញ្យល់អ្នកទាំងគ្នាពីរបៀបនៅក្នុងការបំបែកការងារពីការងារមួយដែលមានទំហំធំពិបាកនៅក្នុងការសម្រេចចិត្តធ្វើហើយខ្លះទៅជាការងារតូចៗដែលមនុស្សម្នាក់ក៏អាចជ្រើសរើសយកមកបំពេញបាននៅក្នុងពេលវេលាដ៏ខ្លីណាមួយ Work breakdown ជាធម្មតានៅពេលដែលយើងទទួលបាន requirements ពីអតិថិជនរបស់យើងជាឧទាហរណ៍ខ្ញុំទទួលបានផែនការសកម្មភាពសម្រាប់ការសរសេរសារណាមានចំនួន11ជំហានខ្លះតូចជំហានខ្លះធំដែលយើងនឹងពិបាកនៅក្នុងការសម្រេចចិត្តថាតើចំណុចតូចៗនីមួយៗនៅក្នុងជំហាននីមួយៗនេះថាតើត្រូវប្រគល់ជូនក្រុមការងាររបស់យើងម្នាក់ណាធ្វើដើម្បីអាចធ្វើការបំបែកបានដំបូងយើងត្រូវបង្កើត document មួយដែលមានឈ្មោះថា work breakdown structure ឬក៏ WBS file យើងនឹងឯងបន្ទាប់ពីអ្នកនរគ្នាបានបង្កើតរួចហើយអ្នកនរគ្នាត្រូវពិនិត្យមើលទៅលើ requirement ហើយធ្វើការស្រង់យក requirement ទាំងអស់មកដាក់ជាលេខរៀងបែបនេះបន្ទាប់ពីអ្នកនរគ្នាស្រង់បានរួចហើយអ្នកនរគ្នាត្រូវពិនិត្យមើលថាតើ requirement របស់អ្នកនរគ្នាអាចធ្វើបានដោយមនុស្សម្នាក់នៅក្នុងពេលវេលាតែមួយដែរឬទេជាឧទាហរណ៍បង្កើតក្រុមជ្រើសរើសប្រធានបទនិងសាស្ត្រាចារ្យណែនាំបង្កើតក្រុមផ្សេងជ្រើសរើសប្រធានបទផ្សេងនិងជ្រើសរើសសាស្ត្រាចារ្យណែនាំផ្សេងហើយដូចនេះហើយវាមានការលំបាកនៅក្នុងការធ្វើតែម្ដងនៅក្នុងពេលវេលាជាមួយគ្នាដូចនេះយើងត្រូវបំបែកទៅជាបង្កើតក្រុមផ្សេងជ្រើសរើសប្រធានបទផ្សេងនិងជ្រើសរើសសាស្ត្រាចារ្យណែនាំផ្សេងដូចគ្នាដែរចំពោះ requirement ទី2គឺប្រគល់ឯកសារកិច្ចសន្យាណែនាំនិងពាក្យស្នើសុំលិខិតស្នើសុំចុះកម្មសិក្សាកិច្ចសន្យាណែនាំផ្សេងគឺយើងត្រូវធ្វើជាមួយសាស្ត្រាចារ្យណែនាំពាក្យស្នើសុំផ្សេងដែលយើងត្រូវទៅស្នើសុំលិខិតស្នើសុំចុះកម្មសិក្សាយើងពិបាកក្នុងការធ្វើរឿងពីរក្នុងពេលតែមួយហើយដូចនេះហើយគឺយើងត្រូវបំបែកវាទៅជាការងារពីរដូចគ្នាដែរចំពោះការសរសេរគម្រោងស្រាវជ្រាវដែលមាន3ជំពូកដែលជំពូកនីមួយៗមានចំណុចតូចៗជាច្រើនដែលយើងពិបាកនៅក្នុងការសម្រេចចិត្តធ្វើប៉ុន្តែយើងធ្វើការបំបែកទៅជាចំណុចតូចៗបន្ទាប់មកគឺយើងអាចធ្វើការអាសាយនៃការងារនោះទៅដល់ក្រុមការងាររបស់យើងធ្វើបានហើយអ្នកនរគ្នាត្រូវធ្វើបែបនេះរហូតដល់អស់ requirement របស់គ្នាងាកមកមើលការបំបែកជាលក្ខណៈ project វិញដើម្បីធ្វើ project បានមួយគឺយើងមានការ planning design development testing ហើយនិង deployment ហើយ maintenance យើងមាន5ជំហានហើយយើងពិនិត្យមើលថាតើជំហាននីមួយៗគឺយើងត្រូវធ្វើអ្វីខ្លះជាឧទាហរណ៍ planning គឺត្រូវកំណត់គោលដៅរបស់ project ស្វែងរកកំណត់ requirement ដែលអតិថិជនចង់បានកំណត់ទំហំវិសាលភាព scope ដែលយើងត្រូវធ្វើទៅលើ project នោះកំណត់ resource ដូចជាធនធានមនុស្សថាតើនរណាអាចចូលរួមជួយធ្វើការងារនៅក្នុងគម្រោងនរណាខ្លះពាក់ព័ន្ធនៅក្នុងគម្រោងក៏ដូចជា feature ណាខ្លះដែលយើងមានសក្តានុពលអាចធ្វើការយកមក implement នៅក្នុង project របស់យើងជំហានទី2 design ជាដូចជា system architecture database design មាន digital physical អ្វីជាដើមឬក៏ការ design UX UI យើងពិនិត្យមើលឃើញថាការ design UI វាមានចំណុចតូចៗដែលយើងត្រូវធ្វើទៀតនៅក្នុងនោះហើយដូចនេះហើយគឺយើងអាចបំបែកបែបនេះជាឧទាហរណ៍ខ្ញុំ design home page ផ្សេង design product page ផ្សេង design about us page ផ្សេង design contact us ផ្សេងក៏ប៉ុន្តែយើងឃើញថានៅក្នុង contact us វាមាន subscribe form មួយដែលយើងពិបាកនៅក្នុងការធ្វើបានភ្លាមៗហើយដូចនេះហើយយើងគួរបង្កើតទៅជា sub task មួយដែលមានឈ្មោះថា design subscribe form ផ្សេងដូចគ្នាដែរនៅក្នុងចំណុចទី3យើងធ្វើការ develop home page develop product page ក៏ប៉ុន្តែយើងឃើញថា
នៅក្នុង product page វាមាន function ជាច្រើនដែលយើងពិបាកនៅក្នុងការ complete ភ្លាមៗនេះជាឧទាហរណ៍យើងគួរបំបែកទៅជា develop search feature ផ្សេង develop product category ផ្សេងនិងចំណុចផ្សេងអាស្រ័យទៅលើការងាររបស់អ្នកទាំងអស់គ្នាឬក៏ feature របស់អ្នកទាំងអស់គ្នាយើងមើលចំណុចមួយនេះ develop product type ជាឧទាហរណ៍គឺយើងមានប្រភេទរបស់ product យើងជា single product variable product ឬក៏ configurable product គឺយើងត្រូវបំបែកវាតូចរហូតដល់ចំណុចមួយដែលយើងអាចធ្វើបាននៅក្នុងពេលវេលាដ៏ខ្លីអាចរយៈពេលគិតជាម៉ោងជាថ្ងៃឬក៏ខ្ញុំ recommend ច្រើនបំផុតការងារមួយហ្នឹងធ្វើតែមួយសប្តាហ៍បានហើយយើងធ្វើបែបនេះរហូតទៅដល់អស់ requirement របស់យើងដូចគ្នាចំពោះចំណុចធំនីមួយដែលយើងហៅថា SDLC ខ្ញុំនឹងធ្វើការបង្ហាញអ្នកទាំងគ្នានៅវីដេអូក្រោយហើយចំពោះការបែងចែក work breakdown structure នេះគឺជាវិធីសាមញ្ញដែលខ្ញុំបញ្យល់ដល់អ្នកទាំងគ្នាអាចធ្វើបានទៅក្នុង project ធម្មតាណាមួយឬក៏ជាលក្ខណៈ starter ដែលអ្នកគ្នាគួរចាប់ផ្ដើមវិធីសាស្ត្រនៅក្នុងការបង្កើត work breakdown structure គឺវាមានគោលការណ៍ច្បាស់លាស់ផ្សេងទៀតហើយវាមានលក្ខណៈស៊ីជម្រៅជាងនេះក៏ប៉ុន្តែអ្នកទាំងគ្នាអាចទៅធ្វើការស្រាវជ្រាវបន្ថែមដោយខ្លួនឯងបានជាទូទៅបើសិនជាយើងធ្វើ project ល្មមគឺយើងមិនគួរចំណាយពេលច្រើននៅក្នុងការធ្វើ document ទាំងអស់នេះទេបើន័យថាយើងមិនបាច់ធ្វើលម្អិតពេកទេគឺយើងធ្វើឲ្យតែគ្រប់គ្រាន់ដែលយើងអាចទៅមុខបានព្រោះវាត្រូវការចំណាយពេលច្រើនហើយប្រសិនបើអ្នកទាំងអស់គ្នាធ្វើទៅលើ project ធំដែលមានកិច្ចសន្យាធ្វើជាមួយអតិថិជនច្បាស់លាស់គឺយើងត្រូវធ្វើ document នេះឲ្យមានលក្ខណៈច្បាស់លាស់និង professional ប៉ុន្តែនេះដោយសារតែជាការ starter បើន័យថាខ្ញុំព្យាយាមបញ្យល់ដោយសាមញ្ញឲ្យអ្នកទាំងគ្នាអាចចាប់ផ្ដើមធ្វើគម្រោងអ្នកទាំងគ្នាបានគឺយើងគ្រាន់តែត្រូវការ task number ក៏ដូចជា task description ថាតើឈ្មោះ task របស់យើងជាអ្វីយើងត្រូវធ្វើអីតែប៉ុណ្្នឹងគឺគ្រប់គ្រាន់បាត់ហើយ